នេះគឺជាវីដេអូដែលខ្ញុំបានបង្ហាញទៅដល់បងប្អូនអ្នកគ្នាគឺជាវីដេអូមួយដែលខ្ញុំ generate ចេញពីទូរស័ព្ទដៃជាវីដេអូ AI ដែលយើងប្រើប្រាស់ free ដែលអត់គិតថ្លៃហើយនឹងចែករំលែកនៅតិចនេះដល់បងប្អូនអ្នកគ្នាដើម្បីសិក្សាកើតបានទាំងអស់គ្នាអញ្ចឹងដើម្បីបាននៅវីដេអូនេះគឺយើងត្រូវការអនុវត្ត3គន្លឹះគន្លឹះទី1គឺយើងត្រូវរៀបចំព្រមកន្លឹះទី2គឺយើងត្រូវរៀបចំនៅរូបភាពហើយកន្លឹះទី3គឺយើងត្រូវរៀបចំនៅវីដេអូបែបណាឲ្យវាមាន professional ហើយជាពិសេសវីដេអូដែលយើងធ្វើទាំង6វគ្គនេះគឺជាវីដេអូដែលមានតួអង្គតែមួយអត់មានការផ្លាស់ប្ដូរតែយើងធ្វើបែបណាអញ្ចឹងសំខាន់គឺយើងត្រូវការប្រើប្រាស់នៅព្រមឲ្យបានល្អផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលនេះគឺជាកលឹះទី1គឺខ្ញុំប្រើប្រាស់កម្មវិធី ChatGPT ដើម្បីឲ្យ ChatGPT ជួយនិពន្ធឲ្យដូចជាអ្វីដែលខ្ញុំបានសរសេរនេះគឺសូមសរសេរសាច់រឿងពេញឲ្យខ្ញុំ6វគ្គឲ្យដូចភាពយន្តគឺមាននិយាយតាជាប្តីប្រពន្ធដ៏កំសត់រស់នៅក្នុងខ្ទមដ៏កំសត់មួយនៅក្បែរមាត់ទន្លេបើយើងអត់កំណត់ទេគឺ ChatGPT ឲ្យយើង6វគ្គពិតមែនប៉ុន្តែមិនដឹងថាវគ្គនោះគឺបែបណាទេយើងអត់ដឹងណាបាទហើយនេះគឺជាការស្នើទៅលើ6វគ្គដើម្បីឲ្យ ChatGPT ជួយយើងឲ្យបង្កើតឡើងឲ្យដូចទៅលើអ្វីដែលយើងចង់បានវគ្គទី1គឺយើងចង់បានតាកំពុងស្ទូចត្រីយាយអង្គុយក្បែរតាវគ្គទី2គឺតានឹងយាយកំពុងដើរចេញពីកន្លែងស្ទូចត្រីហើយតាគាត់លីដងស្ទូចហើយយាយគាត់យួរត្រីមកកាន់ផ្ទះរបស់គាត់ទៅហើយវគ្គ3គឺតានឹងយាយមកដល់ខ្ទមដ៏កំសត់របស់គាត់វគ្គ4តាចាប់ផ្ដើមកាប់អុសវគ្គ5យាយចាប់ផ្ដើមសម្អាតត្រីវគ្គ6យាយនិងតាអង្គុយដុតត្រីទាំងអស់គ្នានេះគឺយើងប្រើប្រាស់កម្មវិធី ChatGPT នៅក្នុងការឲ្យ ChatGPT ជួយតែងសាច់រឿងតែ6វគ្គហើយបន្តមកទៀតគឺយើងយកកន្លែងនេះសញ្ញាព្រុញនេះមកដើម្បីឲ្យ ChatGPT ជួយតែងសាច់រឿង6វគ្គមកឲ្យយើងខាងក្រោមនេះគឺជាសាច់រឿង6វគ្គស្ទាយភាពយន្តអារម្មណ៍ជ្រាលជ្រៅនិងមានភាពចម្រូងអារម្មណ៍ដែលអ្នកអាចយកទៅធ្វើជាវីដេអូអញ្ចឹងវគ្គ1គឺ ChatGPT ឲ្យចំណងជើងយន្តស្ទឹងនិងសុភមង្គលតូចពេលថ្ងៃលិចពណ៌មាសស្រាលស្រាលប្រាក់ពន្លឺព្រះអាទិត្យលើផ្ទៃទឹកស្ទឹងស្រស់ស្អាតតាចាស់ម្នាក់អង្គុយស្ងៀមក្បែរមាត់ស្ទឹងកាន់ដងសន្ទូចដោយដៃដែលរឹងមាំតែមានអារម្មណ៍ស្នាមជ្រៅពីការងារពេញជីវិតយាយអង្គុយក្បែរគាត់សម្លឹងមើលទឹកយ៉ាងស្ងប់ស្ងាត់ដោយមានស្នាមញញឹមតិចៗលើមុខសម្លេងខ្យល់បក់បន្តិចនិងសម្លេងទឹកហូរបង្កើតអារម្មណ៍ស្ងប់ស្ងាត់ពួកគេមិនមានអ្វីច្រើនប៉ុន្តែមានគ្នាហើយវាគ្រប់គ្រាន់នេះគឺជាវគ្គ1ហើយនេះគឺជាវគ្គ2បាទហើយនេះគឺជាវគ្គ3នេះវគ្គ4បាទវគ្គ5ហើយនិងវគ្គ6គឺអញ្ចឹងអ្វីដែលយើងចង់បានជាបន្តគឺយើងត្រូវ copy បាទ copy វគ្គ1ហើយយើងចូលទៅកាន់កន្លែងនេះដើម្បីចូល page ថ្មីឬក៏ពុំថ្មីចូលមកបាទហើយយើងដាក់ប្រមមិនចូលមកហើយយើងចាប់ផ្ដើមសរសេរនៅអក្សរខាងដើមមកជួមណាបាទយើងសរសេរថ្មីមកសូមបង្កើតរូបភាពមួយឲ្យខ្ញុំបាទហើយសាយគឺយើងចង់បានទំហំបែបតឹងទូរស័ព្ទក៏យើងយក 16.9 គឺអញ្ចឹងយើងអាចបន្ថែមបានណាបាទយើងអាចបណ្ដាក់ពេលថ្ងៃត្រង់វិញយើងកែមកបាទយើងកែខ្លះមកយើងមិនមែនយកទាំងស្រុងទេអុយអាចលេចហើយដឹងទៅស្ទូចត្រីណាបើគាត់ចាស់ហើយមើលឃើញណាហ្នឹងហើយយើងបញ្ជាក់មើលថាតើមានស្ទូចត្រីឬអត់បាទតាចាស់ម្នាក់អង្គុយស្ងៀមក្បែរមាត់ស្ទឹងកាន់ដងស្ទូចត្រីបាទយើងដាក់បញ្ជាក់ស្ទូចត្រីមកបាទស្ទូចត្រីបាទយើងបញ្ជាក់ចាំមកចឹងយើងប៉ុណ្ណឹងហ្នឹងហើយយើងចាប់ដើមចុចសញ្ញាព្រុញដើម្បីបង្កើតរូបភាពជួនកាលទៅគឺវាអត់បង្កើតរូបភាពឲ្យទេយើង generate ភាសាទៀតមកបាទជួនកាលទៅគឺយើងអត់ដាក់ពាក្យចំទាំងអស់គឺអាចទាំងមកវា generate ព្រមថ្មីឲ្យយើងមកថែមទៀតអញ្ចឹងក៏យើងធ្វើអញ្ចឹងទាំង6វគ្គបាទឥឡូវយើងរងចាំបានរូបភាពមួយសិនអញ្ចឹងគឺយើងបានរូបភាពមួយហើយនេះយើងប៉ះមកបាទនេះគឺជារូបភាពដែលយើងបានកាត់មិញណាហើយយើង download មកចុចសញ្ញាព្រុញខាងលើនេះដើម្បី download ណានេះបញ្ញហើយនេះខ្ញុំបកក្រោយមកបាទហើយយើងចុចកន្លែងសញ្ញានេះសញ្ញា2ខាងអត្រេ2ហ្នឹងណាយើងប៉ះមកយើងចូលទៅកាន់កន្លែងយើងសរសេរឲ្យ ChatGPT សរសេររឿងពេញឲ្យយើងណាហ្នឹងហើយយើង copy វគ្គ2ទៀតមកតែយើងធ្វើអញ្ចឹងណាហ្នឹងហើយយើងធ្វើអញ្ចឹងហើយយើងយកកន្លែងនេះដើម្បីចូល page ថ្មីអូខេ
គឺយើងធ្វើបែបនឹងរហូតឲ្យបានរូបភាពទាំង6ហើយអញ្ចឹងយើងបញ្ជាក់សូមបង្កើតរូបភាពមួយឲ្យខ្ញុំមិញនោះទៅតឹងទូរស័ព្ទ 16.9 សូមបង្កើតរូបភាពមួយឲ្យខ្ញុំហើយយើងអាននៅ script នេះមកក្រោយពេលស្ទូចត្រីបានតាចាប់យកដងសន្ទូចដាក់លើស្មាដែលយឺតតាមផ្លូវដីតូចយេដើរតាមពីក្រោយកាន់ត្រីបន្តិចបន្តួចក្នុងដៃដែលមានទឹកមុខវិញដោយភាពញញឹមពលឺថ្ងៃលិចបាទយើងដាក់រសៀលបានតែកំលេចពេកនឹងរសៀលបានហើយលិចពេកគឺគាត់អត់អាចមកបានគាត់ចាស់ហើយបាទពន្លឺថ្ងៃរសៀលធ្វើឲ្យស្រមោលរបស់ពួកគេវែងលើដីបាក់ពួកគេចែករំលែកសុភមង្គលតជាមួយគ្នាបន្តមកទៀតគឺយើងចុចសញ្ញាព្រួយដើម្បីយករូបភាពប៉ុន្តែយើងដាក់នៅរូបភាពចូលសិនមកដាក់រូបភាពមិញណានឹងយើងយកឡើងនេះសញ្ញាបូកនេះដើម្បីដាក់រូបភាពជាគំរូយើងយក photo មកយើងយករូបភាពមិញនេះមកអូខេហើយយើងយកកន្លែងនេះកន្លែងដាននេះមកបាទយើងដាក់ព្រមចូលកាលណាបើយើងអត់ធ្វើចឹងទេរូបភាពមកអាចខុសគ្នាណាហ្នឹងហើយអញ្ចឹងវាដូតទូអត់ល្អទេតែដូតទូហើយគឺបានថាវាអត់ល្អហ្មងព្រោះយើងចាប់ដើមមកកាលដើម្បីយកតាយកជាទូឯកទេអញ្ចឹងបើយើងអត់ដាក់រូបនេះជាគំរូទេប្រហែលជាអាចដូតទូហើយបន្តមកទៀតគឺយើងយកសញ្ញាព្រួយនេះអញ្ចឹងយើងរងចាំបាទនេះគឺជា clear prompt អង់គ្លេសគឺឲ្យជាអង់គ្លេសឲ្យជារូបភាពសោះហ្នឹងមូលហេតុអីយើងដាក់បញ្ចាំមកសុំបង្កើតរូបភាពឲ្យមួយមកសាយ 16.9 យើង generate មួយសារទៀតចាំមើលបានរូបភាពដូចតានឹងអត់ដោយសារតែមិញយើង generate ទៅវាឲ្យរូបភាពដូចខ្ញុំថាលើកមុនអញ្ចឹងតែជួនកាលវា generate ឲ្យយើងប្រម្ដងទៀតឥឡូវមកមែនបាទអូខេឥឡូវយើងរងចាំសិនណានឹងឲ្យបងប្អូននេះអនុវត្តបែបហ្នឹងទៅណាហ្នឹងហើយយើងយកវគ្គ 2 វគ្គ 3 វគ្គ 4 វគ្គ 5 វគ្គ 6 មកដើម្បីបង្កើតចេញជារូបភាពតាមដំណើរនៃសាច់រឿងហ្នឹងពេលដែលយើងបានរូបភាពហើយយើងនឹងចូលទៅកលឹះទី3នេះគឺជាកលឹះទី2ហ្នឹងយើងចុចបើកមកនឹងយើងប៉ះលើរូបភាពហ្នឹងហើយយើងយកកន្លែងនេះសញ្ញាព្រួយនេះដើម្បី download ណាអញ្ចឹងយើងចាប់ពីវគ្គណាហ្នឹងហើយគឺយើងចាប់ដើមយករូបភាពហ្នឹងទៅជាវីដេអូអញ្ចឹងយើងធ្វើបែបម៉េចចូលកន្លែងសញ្ញាត្រេ3ត្រេនេះត្រេ2នេះមកគឺយើងយកកន្លែងនេះកន្លែងដែលយើងស្នើដំបងឲ្យ ChatGPT ជួយតែងសាច់រឿងពេញឲ្យណានឹងយកចូលកន្លែងទៀតមកហើយយើងចាប់ដើមយកវគ្គ 1 វគ្គ 2 វគ្គ 3 4នេះអញ្ចឹងយើងយក script ហ្នឹង script វគ្គ 1 ហ្នឹងអូខេយើងចូលទៅកាន់ website មួយឬដែរអញ្ចឹងខ្ញុំចូលនៅក្នុងកម្មវិធី Chrome ហើយបងប្អូនអ្នកគ្នាធ្លាប់ប្រើទៅលើ browser ណាមួយក៏បានដែរមកដល់កន្លែងនេះគឺយើងវាយពាក្យថា Google Lab FX បាទអញ្ចឹងយើងបញ្ជូនណាហ្នឹងយើងបញ្ជូនទៅមកដល់ចំណុចនេះយើងកន្លែងឃើញកន្លែងនេះ Google Lab Google FX នេះយើងប៉ះហ្នឹងមួយមកយើងនឹងបន្តដំណើរទៅមុខទៀតចុះមកដល់ចំណុចនេះជាបន្តទៀតគឺយើងឃើញកន្លែងនេះដែរនេះ you can find flow at Google Flow នេះតែយើងប៉ះកន្លែងនេះប៉ះកន្លែងអក្សរ flow Google ដែលមានបន្តខាងក្រៅហ្នឹងមកណាយើងប៉ះហ្នឹងមកអូខេអញ្ចឹងយើងមិនដល់ចំណុចនេះអ្វីដែលយើងត្រូវធ្វើបន្តក៏យើងរងចាំឲ្យវាដើរពេញសិនហ្នឹងហើយយើងក៏មកធ្វើអីទាំងអស់យើងរងចាំសិនយើងរងចាំរហូតដល់វាលុតនៅអក្សរយើងអូខេហ្នឹងគឺមកហើយនេះវាលុតអក្សរយើងនេះ create with Google Flow យើងប៉ះត្រង់មួយមកអូខេយើងរងចាំសិនហើយដំណើរការមួយសឹមមកដល់ចំណុចនេះគឺយើងត្រូវការ log in នៅ Gmail account នឹងចូលណាយើងចាប់ដើមជ្រើសរើសនៅ Gmail ណាមួយក៏បានដែរដើម្បី log in ចឹងយើងដាក់ Gmail ចូលហើយគឺវានឹងដំណើរការយើងប្រើប្រាស់តែម្ដងដោយមិនចាំបាច់អីទាំងអស់នឹងឲ្យយើងមាន Gmail មួយគឺហើយហើយអត់មានបាក់អីទេបន្តមកទៀតមកដល់ចំណុចនេះគឺយើងក្លែកមើលខាងក្រោមនេះគឺ new project នឹងយើងប៉ះត្រង់មួយមកឥឡូវយើងរងចាំបន្តទៀតដែរយើងធ្វើមតនការមកតនឹងឲ្យយើងអត់បខំទេបាទមកដល់ចំណុចនេះអ្វីដែលយើងត្រូវធ្វើគឺយើងក្លែកមើលត្រង់កន្លែងនេះកន្លែងវីដេអូនេះ
nó như pa lại năng máu ní cứ tăng tu sáp ní cứ bạch châu tu sáp chẳng mà dương trang ban đặt tăng được có bạch châu cái dương chưa được máu năng hai ní cứ chỉ cái lại là dương bạc rụp phép dương pa máu cứ dương bạc rụp phép này tại dương bạc bạch áo dương lại bạch áo hay mà đo chuẩn ní cái lại năng VEO3 tách mùi bà như pa tăng máu trong mình buồn á mình buồn mình omni flash mình VEO3 tách mùi lái VEO3 tách mùi fast VEO3 quality chẳng dừng dọc mùi nào các bạn đấy thì chưa được máu slide mình nó dọc mùi nào ok và tâm tới dừng pa cái lại nè tờ tê nè chẳng dừng cầm nọt rồi hỏi bây giờ dừng cầm nọt rồi hỏi cái dừng đập đập ăn nằm vọt nơi mê đến dừng cái dừng mơ cái lại nè sinh nhà lệ bột mùi nè chẳng dừng pa sinh nhà lệ bột nó mùi máu hay và tâm mình thích cái dừng mơ cái lại nè nè sinh nhà pro nè tao đang nắng nhưng pa tao đang một tiết sinh nhà pro nắng hay mà đo cho nên cái dương trai ca nở rụp hiệp mùi sạch lạc thế nhưng chưa được nở rụp hiệp mùi na các bạn đấy nè là dương tập cái dương chưa được nở rụp hiệp được hai cái dương dọc lại đàn dương pa đàn là mùi máu trong cái dương trai rong trăm từ lửa rụp hiệp này ai bị cho pin sẵn á từ dương ai cho bắt to từ nào từ một tiệt lấy dương rong trăm tụng học nia bà sắm lập với ông này phong đá và bọn này bàn cho tu sinh hỏi xong công rầm lồngการรำเลิงคืออาจนั่งพอดในกลายสำคัญมุ้ยก็ยังอาจฝึกบานแต่จะให้ก็ยังมือตามดำน้ำต่อไปเดี๋ยวยังดักเนรูปเป็นให้ก็ยังปักไปเลยรูปน้ำเมายังปักเมาต่อมาที่ก็ยังกลายมือตรังอะไรนั้น What do you want to create คือมาตั้งเอาไว้ในในจังประกาศแต่ยังจะใช้ซอมาเคลียร์เมา create this image into video màយើងដាក់សញ្ញា smart ដក clear ដាក់នៅព្រមនឹងចូលមកគឺជាភាសាខ្មែរទេអត់ដឹងថាអាច generate មកបានជាវីដេអូទៅតាមអ្វីយើងចង់បានឬក៏អត់ចឹងហើយក៏យើងចូលមកកាន់ chat GPT សិនអូខេណាយើងដាក់ព្រមនឹងចូលមកយើងទៅសេកន្លែងនេះសូមបកប្រែជាអង់គ្លេសយើងឲ្យ chat GPT បកប្រែក៏បានឲ្យ Google Translate បកប្រែក៏បានដែរនេះសូមបកប្រែជាអង់គ្លេសខ្លាចកន្លែងមិញហ្នឹងអត់ស្គាល់នៅអក្សរខ្មែរអញ្ចឹងដោយសារតែយើងឲ្យបានជ្រើសរើសព្រោះវីដេអូមុនគឺខ្ញុំបង្ហាញអំពីរបៀបបង្កើតវីដេអូ AI ឲ្យនិយាយភាសាខ្មែរយើងកំណត់ទីតាំងកំណត់ទីកន្លែងឲ្យនិយាយភាសាខ្មែរបាទហើយនេះគឺអត់ទេអញ្ចឹងខ្ញុំត្រូវការជាភាសាអង់គ្លេសតែខ្ញុំ copy មកហ្នឹងហើយបើសិនមកបងប្អូននេះអាចជ្រើសរើសបន្តទៅគឺជ្រើសរើសបាននេះអាចជ្រើសរើសបាននេះណានឹង make it more cinematic cái dương pa tận năng máu cứ viên nằm bạc prom thay ở dương từ đây chẳng khi một bạc po lại biết cái cho một nòng lại này dương vinh mà lại là dương từ anh nằm vật vĩnh tới nhập pa prom mà chìm sang này cho vinh để sao đặt cho ban bị sạt mới lá chẳng hạn cứ trong khai cho khóc để sao này cứ chỉ cả bằng hai từ đầu bằng bên này phóng tới nhập pa chìm sang lấy mà và ta mới cái dương dọc nhà pro này máu chìm pa máu chỉ mới là videoจุดมาคือแบบน่ะอ๋อยังปังรูปภาพจะลองบัดให้มันปลอมมันคือปลอมที่มวยเดตานี่กับปงสุดไตรหายใจกับปงคุยมือตาสุดไตรเดปัจจัยนี่คือดัชจะลองให้ดัชรูปภาพนี่ตีปีบางจังบางปอนเนี่ยฟื้นกับเอาจะล้อมมันคือจะล้อมบัดให้ดัชรูปภาพตีมวยโจ้ปัจจัยดัชปลอมตีปีโจ้จังมีครอบนี้รูปภาพก็ยังด่างมาเตะมันเอาไปซอดัชเสนั่นคือกับปงสุดไตรจังมีครอบนี้วิปเชียกเนี่ยใบนั่งจะมูลตัดพอมาแบบน่ะแบบวิตานั้นอย่างป้าเนี่ยวิตาเป็นยังไงอย่างป้าเมา They may not have much, but they have each other. นี่แล้วดาพองสุดท้ายพองบัดเข้าไปนั่งเคยจังยังแต่เชื่อเรื่องในรูปภาพสัตว์ใหม่มายังโจสัตว์ใหม่ยมสมประทานในรูปภาพทั้งใบสันมารูปภาพตีมวยเนี่ยตีมวยมายังดันเมาส์ไอ้ยังรงจำสันอะไรขาดบัดไอ้ยังไงโดยกระไรนี่คือยังจินตนามาซาบานแต่ปีวิตเอาได้จิมแบบมวยอะไรเต้ยังไงยังอาจอันนั้นบ้างคือได้มือมือกำลังหุ่นบ่ายังปะรูปภาพเมาส์ยังดับพร้อมโจmà dương thích nhà pru này tới 50 trên rét hay dương phải đa so
ដូចខាងដើមមិញ create this image into video យើងមិនបាច់ធ្វើទេហ្នឹងហើយយើងចុចសញ្ញាព្រួនដើម្បី generate ហ្មងចាំមើលលទ្ធផលមកយ៉ាងម៉េចបាទលទ្ធផលមកត្រូវគឺយើងមិនបាច់ចាំប្របាក់តែ share អក្សរណា create ញ៉ៃញ៉ៃនេះដោយសារយើងជ្រើសរើសនៅកន្លែងនេះជ្រើសរើសនៅ video នេះហើយអញ្ចឹងគឺវា generate មកគឺ video ហើយហ្នឹងហើយយើងមិនបាច់ដាក់ create ឯណា image ឯណា to video ហ្នឹងមិនបាច់ទេហ្នឹងហើយយើងដាក់តែ prompt បើយើងចុះមកគឺអូខេហើយបាទឥឡូវយើងរងចាំអរគ្នាបងប្អូនអរគ្នាដែលមានចម្ងល់បាទសូម comment ខាងក្រោមវីដេអូមកហើយការផ្លាំង plot មិញហ្នឹងគឺអត់បញ្ហាទេខ្ញុំដាក់នៅរូបភាពទី1ចូលហើយដើម្បីបញ្ជាក់សារថ្មីបាទឥឡូវយើងចាប់ហើយយើងចង់ដឹងយើង play មើលថាយ៉ាងម៉េច We have everything we need right here. Yes, we are truly blessed. គឺអូខេហើយយើងអាចប្រើប្រាស់បានហើយពេលហ្នឹងបាទហើយវានិយាយភាសាអង់គ្លេសទៀតហ្នឹងហើយអត់បញ្ហាទេក៏និយាយក៏ចាស់នឹងការសន្ទនារបស់តានិយាយទេបន្តមកទៀតគឺយើងកន្លែងមើលសញ្ញាព្រួយខាងលើនេះតានេះដើម្បី download នៅវីដេអូនេះមកប្រើប្រាស់បានប៉ះសញ្ញាព្រួយនឹងមកហើយយើងយកកន្លែងពណ៌20មកអូខេអញ្ចឹងប៉ុណ្ណឹងគឺយើងបាននៅវីដេអូមួយប្រើប្រាស់នៅក្នុងទូរស័ព្ទរបស់បងប្អូននេះបកក្រោយមកយកវគ្គមួយទៀតមិញវគ្គ1ណាវគ្គ1នេះវគ្គនេះឆ្លងវគ្គតែខុសពួកខ្ញុំត្រូវ download មកដែរហ្នឹងហើយបាទអញ្ចឹងវីដេអូនេះគឺសូមបញ្ចប់ប៉ុណ្ណឹងហើយក៏សូមអធិស្ឋានបាទដែលមានការខុសឆ្គងហើយខ្ញុំបង្ហាញតែ2វគ្គទេណាហើយវគ្គទី3ទី4ទី5ទី6គឺបងប្អូននេះអនុវត្តបានទៅ